មផ្ដាច់មកដោយថ្នាំបាញ់មូសជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាហើយទឹកនំកូនក្មេងជូលីជាជំរឿនដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី ជំរាបសួរបងប្អូនជួបជាមួយនឹងម៉ានីកាម្ដងទៀតហើយនៅក្នុងកម្មវិធី Next Gen Podcast ហើយនៅក្នុងសប្តាហ៍នេះដែរគឺយើងមាន idol តូចរបស់យើងមួយរូបគឺអូនសុភ័ក្រពេជ្រជំរាបសួរអូនពេជ្រជំរាបសួរចាជំរាបសួរបងប្អូនអូនឈ្មោះសុភ័ក្រពេជ្រអាយុ11ឆ្នាំរៀនថ្នាក់ទី6សប្តាហ៍ថ្ងៃជាតារាសម្ដែងជាកូនទី3នៃគ្រួសារដែលគួរឲ្យស្រឡាញ់ជាងគេជាចាសុខសប្បាយអត់ចាអូនពេជ្របងសុខសប្បាយតាចាអូនវិញចាចាអូនសុខសប្បាយធម្មតាទេហើយចុះការសិក្សានិងការងារសិល្បៈរបស់អូនរវល់ច្រើនអត់រវល់ច្រើនដែរប៉ុន្តែអូនអត់បោះបង់ការសិក្សាអូននៅតែជាសិស្សបកាហើយលោកគ្រូអ្នកគ្រូស្រឡាញ់អូនណាវ៉ាវត្រូវហើយដោយសារតែអូនពេជ្រជាក្មេងឆ្លាតហើយបកាទៀតអញ្ចឹងបានលោកគ្រូអ្នកគ្រូស្រឡាញ់ចុះនៅសាលាវិញអូនមានមិត្តភក្តិច្រើនអត់អត់សូវច្រើនមិនផងប៉ុន្តែពេញមកសាលាហ្មងពេញមកសាលាហើយអត់ច្រើនទៀតនៅសាលាមុខវិជ្ជាអីដែលអូនពេជ្រចូលចិត្តជាងគេមុខវិជ្ជាភាសាខ្មែរមិនបានចូលចិត្តមុខវិជ្ជាភាសាខ្មែរហ្នឹងពីព្រោះមុខវិជ្ជាភាសាខ្មែរគឺជាអក្សរសាស្ត្រជាតិខ្មែរហើយអូនក៏ចូលចិត្តអានរឿងនិទានខ្មែរដែរពិតជាល្អមែនតើចុះមុខវិជ្ជាណាដែលអូនពេជ្រពិបាកហ៊ានជាងគេមុខវិជ្ជាគណិតវិទ្យាបងដូចគ្នាមិនចឹងដោយសារពិបាកគូសធរណីមាត្រចុះពេលអូនពេជ្រទៅថតម្ដងអូនបែងចែកពេលវេលារវាងការសិក្សានិងការងារមកទៅពេលខ្លះអូនថតចំថ្ងៃចុងសប្តាហ៍អត់សូវប៉ះពាល់ដល់ការសិក្សាហ្មងផងប៉ុន្តែពេលខ្លះចំថ្ងៃធម្មតាអូនសុំច្បាប់លោកគ្រូអ្នកគ្រូម្ដងម្កាលដែរប៉ុន្តែមិនញឹកញាប់ពេកទេហើយណាមួយក៏អូនបានធ្វើកិច្ចការផ្ទះជូនគាត់ដែរចឹងហើយបានលោកគ្រូអ្នកគ្រូក៏ស្រឡាញ់អូនទៀតហ្នឹងហើយបងក៏ស្រឡាញ់អូនដែរពេលបងនិយាយមួយអូនវិញហ្នឹងគឺមានអារម្មណ៍ថាសេពេជ្រជាក្មេងមួយដែលគួរឲ្យស្រឡាញ់ជីចែក៏គួរឲ្យស្រឡាញ់ដែរអរគុណអូនមិញហ្នឹងអូនពេជ្រថាអូនជាកូនទី3ក្នុងគ្រួសារត្រូវអត់ចាចុះក្នុងគ្រួសារអូនពេជ្រមានបងប្អូនប៉ុន្មាននាក់ស្រីម៉ានហើយប្រុសម៉ានក្នុងគ្រួសារបងអូនមានបងប្អូន4នាក់ប្រុស3ស្រី1អញ្ចឹងអូនពេជ្រជាស្រីតែមួយចាម៉ាក់ប្រហែលជាស្រឡាញ់ជាងគេមើលទៅដឹងហើយចុះណាគេតែត្រូវមាត់ម៉ាក់ប៉ាច្រើនជាងគេគឺបងទី2បងទី2មិនចឹងខូចជាងគេចុះអូនអត់ខូចទេខូចដែរតែខូចតិចតិចអូខេចុះស្រីពេជ្រអត់ដែរត្រូវម៉ាក់ថាឲ្យទេដែរខ្លះដែរតែគាត់វាយអត់ពេលខ្លះគាត់វាយពេលដែលយើងធ្វើខុសពេលគាត់វាយអញ្ចឹងស្រីពេជ្រដែរខឹងម៉ាក់អត់ដែរខឹងផងមិនចឹងដោយសារគាត់វាយគាត់ចង់ឲ្យយើងល្អត្រូវឲ្យគាត់វាយតែពេលយើងខុសហើយចង់ឲ្យយើងល្អអញ្ចឹងអូនពេជ្រចូលសិល្បៈតាំងពីអាយុប៉ុន្មានអូនចូលសិល្បៈតាំងពីអាយុ5ឆ្នាំមកចុះអូនអាចប្រាប់បងបានថាអូនចូលតាមរយៈអីអូនចូលតាមរយៈម៉ាក់គាត់ជាអ្នកចូលសម្ដែងមុនគាត់ជាអ្នកសិល្បៈដែរចាចុះក្រៅពីម៉ាក់ហើយនឹងអូនមានសមាជិកគ្រួសារណាដែលជាអ្នកសិល្បៈទៀតអត់មានបងគឺបងប្រុស2នាក់ទៀតអញ្ចឹងអ្នកសិល្បៈមកគ្រួសារហ្មងចាលយម៉េះអញ្ចឹងអូនពេជ្រចូលចិត្តសម្ដែងតួឯគេតួកាចតួសូត្រឬក៏តួកំសត់អូនចូលចិត្តសម្ដែងតួសូត្រនិងតួកំសត់មិនចឹងដោយសារស្រួលចាចុះតួកាចអត់ស្រួលដែរដោយសារតែតួកំសត់គឺយើងត្រូវយំត្រូវអីហត់ណាប៉ុន្តែសម្រាប់អូនគឺស្រួលដោយសារអូន slow ស្រាប់មែន Yes ចុះអូនអាចសម្ដែងតួកាចបានអត់កើតវ៉ាវចេះទាំងអស់ហ្មងចាចុះមានតួណាដែលអូនពេជ្រពិបាកសម្ដែងអត់មានតែបងក្នុងរឿងម្ដាយពេកកូនរឿងហ្នឹងគេត្រូវឲ្យខ្ញុំហក់ចុះពីលើផ្ទះហើយហក់បានអត់បានហើយហក់ច្រើនហ្មងហក់ពីលើប្អួយផងហក់ពីលើផ្ទះផងហក់ពីលើធ្នឹមផងតើអត់មានត្រូវរបួសអីទេត្រូវអត់អីទេល្អតាអូនពេជ្របកាយមែនតើអញ្ចឹងពេលថតម្ដងអូនមានឧបសគ្គអីខ្លះឧបសគ្គបងអូនគឺថតដល់យប់ជ្រៅងងុយគេងហើយមួខំបងក៏អញ្ចឹងដែរប៉ុន្តែទោះបីជាយើងងុយគេងហត់ប៉ុណ្ណាក៏យើងត្រូវតែគិតដល់បងពូមីងដែលគាត់ជាក្រុមការងារដែរគឺគាត់ហត់ជាងយើងទៀតអត់មានពេលសម្រាប់ទេអញ្ចឹងយើងថតអីឆាប់ចប់ទៅបានសម្រាប់ទាំងអស់គ្នាហ្នឹងហើយបងចុះនៅពេលដែលថតម្ដងអូនពេជ្រមានរឿងណាដែលអូនភ្លេចអត់បានអត់មិនថាសប្បាយឬក៏រន្ធត់ខ្លាចអីរឿងដែលអូនមិនអាចបំភ្លេចបាននោះគឺរឿងមនោសញ្ចេតនារវាងម្ដាយនិងកូននៅក្នុងរឿងអីដែរក្នុងរឿងម្ដាយបំពេកូនដដែលហ្នឹងមិនបានអូនបំភ្លេចអត់បានដោយសារមានតួកំសត់មានតួរន្ធត់ហើយនិងសប្បាយហើយសំខាន់ជាងគេនោះគឺបញ្ជាក់ពីក្តីស្រឡាញ់ម្ដាយរវាងកូនត្រូវហើយបងក៏បានមើលរឿងហ្នឹងដែរពិតជាមានមនោសញ្ចេតនាខ្លាំងមែនតើចូលនៅក្នុងថ្ងៃអនាគតអូនពេជ្រចង់ធ្វើគេដែរអូនចង់ធ្វើជាតារា model ហើយនិងតារាចម្រៀងនៅក្នុងប្រតិកម្មវិទ្យាអូនពេជ្រចេះច្រៀងទៀតចឹងចាអូនពេជ្រសាកច្រៀងឲ្យបងស្ដាប់មួយបទមើលបទណាក៏បានដែរចាំបងរាប់អូខេ1 2 3
ជីវនីងមិនដឹងរៀបរាប់ចាំពីពេលណាគ្រាន់តែដឹងថាពេលអត់លុយចាយនឹងម៉ាក់មុនគេតាំងពីនៅក្រឆ្មាតែស្រែកថាតអញ្ចិនពេលម៉ាក់ជេរអ៊ូមិនដែលទំនេរគឺម៉ាក់តែងតែតាមមើលពីក្រោយ Wow ពិតជាព្រោះមែនតើអូនពេលនៅតូចសោះប៉ុន្តែចេះគ្រប់មុខហ្មងមិននឹងអូនថាអូនពិតចង់ធ្វើជា model ដែរបងក៏ធ្លាប់ឃើញអូនប្រឡងមាននេះពេលស្ដាយត្រូវទេ ចាអូនធ្លាប់ប្រឡង Mini Miss Cambodia ដែរហើយអូនជាប់ Top 10ហើយអូនក៏បានពានរង្វាន់ Beautiful Smile ដែរ Wow ពិតជា beautiful smile របស់គេមែនអូនពិតបានទាំងសម្រស់ហើយបានទាំងសមត្ថភាពទៀតបងនឹងថាការងារសិល្បៈហត់ណាស់ហើយអូននៅក្មេងទៀតទាំងរៀនផងធ្វើការផងតើអូនចង់មានកំណត់ថាចង់បោះបង់ចោលអត់ការងារសិល្បៈហ្នឹង អូននៅដែរក៏ថាចង់បោះបង់ចោលហើយព្រោះអីអូនស្រឡាញ់ខាងវិស័យសិល្បៈហើយណាមួយអូនក៏ចង់រកលុយឲ្យម៉ាក់បានច្រើនដែរទោះបីអូនហត់មែនប៉ុន្តែម៉ាក់អូនហត់ជាងអូនទៀតគាត់ត្រូវជូនអូនទៅថតគាត់ត្រូវធ្វើកិច្ចការនៅផ្ទះហើយគាត់ត្រូវមើលកូនចំនួន4នាក់ទៀត ពិតជាក្មេងល្អហើយជាកូនកតញ្ញូទៀតបើសិនជាម៉ាក់បានឃើញ podcast នេះមិនដឹងថាគាត់រំភើបយ៉ាងណា ក្មេងល្អហើយកតញ្ញូនៅខ្វះមួយទៀតគឺថាគួរឲ្យស្រឡាញ់ មែនតើអូនពិតទាំងឆ្លាតស្អាតហើយគួរឲ្យស្រឡាញ់ទៀតហើយសួយពិតជាក្មេងដែលគួរឲ្យស្រឡាញ់ស្អាតឆ្លាតហើយប្រកែកទៀតបងសូមជូនពរឲ្យអូននិងក្រុមគ្រួសារទទួលបានជោគជ័យទាំងក្នុងការងារសិល្បៈនិងការសិក្សាជាចុងក្រោយអូនពិតមានអីផ្ដាំផ្ញើទៅកាន់ពុកម៉ែបងប្អូនដែលកំពុងទស្សនាអត់ អូនសូមជូនពរដល់ពុកម៉ែបងប្អូនឲ្យរកស៊ីទទួលទានមានបានទៅណាមកណាមានសុខភាពមានសុខភាពល្អជាពិសេសអូនសូមអរគុណដល់ម៉ាក់ដែលបានចិញ្ចឹមអូនបានល្អកូនសន្យាថាពេលកូនធំឡើងកូននឹងរកស៊ីចិញ្ចឹមម៉ាក់ឲ្យរស់ស្រួលកូនចង់និយាយថាកូនស្រឡាញ់ម៉ាក់ជាងគេ Wow បងសូមអរគុណអូនពេញមែនតើដែលបានចូលរួមក្នុងកម្មវិធី Next Gen Podcast នេះហើយឥឡូវនេះកម្មវិធីរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនម៉ានីកាសូមអរគុណដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខគឺថ្នាំអាញ់មូសជូលីនិងខោទឹកនោមជូលី ថ្នាំអាញ់មូសជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាជូលីជាចំណតដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មីសូមអរគុណសូមជម្រាបលា ឧបត្ថម្ភផ្ដាច់មកដោយថ្នាំបាញ់មូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាហើយទឹកនោមកូនក្មេងជូលីជាជំរឿនដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី